ភាគទី3រូបថតដែលអេស្រឡាញ់ខ្លាំងគឺជារូបថតខាធីរ៉ានារីដ៏សែនល្អស្មោះត្រង់ទន់ភ្លន់ហើយបរិសុទ្ធបំផុតជីវិតខាធីរ៉ាកំសត់ណាស់ចុងបញ្ចប់នៃជីវិតនាងនៅសល់ត្រឹមរូបមួយសន្លឹកនេះប៉ុណ្ណោះតែពេលនេះវាក៏បានបែកខ្ចាយគ្មានសល់សូម្បីតែរូបរាងទៀតអេឃើញបែបនេះក្តាប់ដៃយ៉ាងណែនកំហឹងបុកណែនពេញទ្រូងធ្វើឲ្យគេបាត់អស់ម្ចាស់ការលើខ្លួនឯងអេចាប់ដៃតូចកញ្ឆក់មួយទំហឹងអ៊ុយហឺខេតឈឺមកនេះជំហានវែងបានអូសនាងតូចដែលគិតតែយំសស្រាក់ចេញទៅយ៉ាងលឿនខេតឈឺហឺប្រុសរាងស្ដាងត្រូវបានគេក្រវ៉ាត់មួយទំហឹងលើខ្សាច់ចេញទៅកន្លែងរបស់នាងទៅមិនអញ្ចឹងយើងក្រវ៉ាត់នាងចូលក្នុងសមុទ្រមិនខាននិយាយចប់ម្ចាស់កោសម្ព័ន្ធដើរចេញភ្លាមទាំងក្តៅក្នុងទ្រូងខណ្ឌដែលនាងតូចនៅអង្គុយស្រែកយំតែម្នាក់ឯងមិនដឹងថាទៅធ្វើអីបន្តមិនដឹងទៅពឹងអ្នកណាមនុស្សដែលម្នាក់ដែលនាងចាំថាជាប៉ាពេលនេះប៉ាក៏លែងខ្វល់នឹងនាងទៅហើយកន្លងទៅជាច្រើនម៉ោងសំឡេងផ្គររន្ទះលាន់ឡើងអំដោយសូរសំនៀងរបស់ទឹកភ្លៀងដែលស្រក់ចុះមកយ៉ាងខ្លាំងទៅតាមបែបបទនៃតំបន់សមុទ្រអេដែលពេលនេះនៅក្នុងបន្ទប់រៀបនឹងសម្រាប់ទៅហើយបន្ទាប់ពីចាត់ការងារដ៏សែនស្មុគស្មាញរបស់ខ្លួនរួចរាល់តែខ្នងនៅមិនទាន់ដល់ពុះផងសំឡេងទឹកភ្លៀងដែលធ្លាក់មកកាន់តែខ្លាំងទៅបានធ្វើឲ្យគេក្រោកឡើងមកវិញហើយសម្លឹងមើលទៅម៉ោងដែលព្យួរនៅជញ្ជាំងម៉ោង1យប់គួរតែទៅដល់ច្រាំងហើយអេបន្លឺឡើងតិចតែម្នាក់ឯងហើយអ្នកដែលគេកំពុងតែគិតដល់នោះគឺគ្មានអ្នកណាក្រៅពីនាងតូចដែលគេបានបណ្ដេញចេញនោះទេមាត់ដេញចេញតែបែរជាលួចបារម្ភទៅវិញតែភ្លាមនោះអេក៏ស្រាប់តែនឹកឃើញថាហេតុអីគេខ្វល់ពីនាងយ៉ាងហ្នឹងពាក់ព័ន្ធស្អីនឹងឯងដែរអេក្រវីក្បាលបណ្ដេញអស់រាល់ការគិតទាំងឡាយដែលមិនគួរមាននៅក្នុងខួរក្បាលរបស់គេហើយក៏ដាក់ខ្លួនសម្រាកទៅតែចិត្តជាសុភាពបុរសបានធ្វើឲ្យគេមិនស្រណុកក្នុងចិត្តគេកាន់តែថ្មិចភ្នែកដេកកាន់តែរសាប់រសល់ចុះបើក្មេងឈួតនោះពិតជាមិនដឹងអីមែននោះគ្រាន់តែគិតបានត្រឹមនឹងអេប្រញាប់ស្ទុះក្រោកឡើងយ៉ាងរហ័សរត់សម្ដៅទៅឆ្នេរខ្សាច់ដោយមិនបង្អង់នៅឆ្នេរខ្សាច់ដ៏វឹងល្វើយស្ងាត់អស់រាល់វត្តមានមនុស្សនៅសល់តែសម្លឹងផ្គររន្ទះខ្លាំងតែនៅកន្លែងវាលដ៏សែនស្ងាត់បែរជាមានរាងស្ដើងអង្គុយអប់ជង្គង់យំនៅទីនោះទៅវិញអេគ្រាន់តែក្រឡេកឃើញហើយគេស្ទុះរត់សម្ដៅទៅរកនាងតូចភ្លាមគេមិនស្មានថានាងនៅតែអង្គុយត្រង់នេះសោះបើថាមិនចេញទុកទៅតាមដែលគេប្រាប់តែយ៉ាងហោចនាងក៏គួរតែរកកន្លែងជ្រកភ្លៀងដែរតែនេះស្អីណែនាងយ៉ាងម៉េចហើយអេលអង្រួនខ្លួនតូចតិចទាំងបារម្ភនឹងដឹងខុសពេញទំហឹងហើយកាន់តែយ៉ាប់ទៀតនោះគេចាប់អារម្មណ៍ដឹងថាខ្លួនតូចពេលនេះខ្សោយខ្លាំងណាស់ខេត្រាដែលពេលនេះអង្គុយអប់ខ្លួនឡើងញ័រតូចត្រើតបានត្រឹមបើកភ្នែកព្រមមើលទៅអ្នកដែលទុកខ្លួនចោលទាំងមុខពេបបានតែបន្តិចក្រោយមកខេត្រាក៏បានសន្លប់បាត់ស្មារតីបាត់ទៅដោយសារតែអំណាចនៃដំណក់ទឹកភ្នែកណែនាងអេឃើញបែបនេះហើយប្រញាប់ចាប់បីស្រីស្រស់ចេញទៅកន្លែងសម្រាកយ៉ាងលឿនអេបានបីនាងតូចចូលមកដល់កន្លែងសម្រាកដែលធ្វើឲ្យអ្នកបម្រើទាំងអស់ផ្អើលចេញមកមើលដូចគ្នាលោកម្ចាស់នេះខៃមិនទាន់ទាំងបានបោះសំណួរចេញទៅផងអេក៏បញ្ជាកាត់បាត់ទៅហើយហៅពេទ្យមកបាទលោកម្ចាស់អង្គរៈរូបស្រស់បានស្ទុះចេញទៅយ៉ាងលឿនចំណែកអេបានត្រឹមអង្រួនដៃតូចតិចគេដឹងដល់ភាពត្រជាក់ល្អោកដែលមាននៅក្នុងខ្លួននាងធ្វើឲ្យគេកាន់តែធ្ងន់ក្នុងចិត្តមិនគួរណាឆេវឆាវដល់ថ្នាក់នេះសោះលោកម្ចាស់គ្រូពេទ្យមកហើយទៀនបានត្រឡប់មកវិញជាមួយគ្រូពេទ្យប្រចាំកោះអេខិតចេញបន្តិចដើម្បីឲ្យពេទ្យធ្វើការអំឡុងនោះអ្នកបម្រើនៅក្នុងកោះទាំងអស់សុទ្ធតែទន្ទឹងចាំមើលអាការនាងតូចទាំងបារម្ភហើយក៏ពេញដោយការអាណិតយ៉ាងម៉េចហើយបន្ទាប់ពីឲ្យពេទ្យពិនិត្យមើលឲ្យពេលយូរគួរសមពេលនេះសម្លេងមនុស្សមានអំណាចបំផុតនៅលើកោះនេះក៏បានបោះចេញទៅកាត់អស់ភាពស្ងប់ស្ងាត់បាទលោកម្ចាស់អាចមកពីនាងទើបតែរងការប៉ះពាល់ហើយមកត្រូវទាំងភ្លៀងនិងខ្យល់ខ្លាំងទៀតទើបធ្វើឲ្យនាងចុកខ្សោយបែបនេះចាំខ្ញុំរៀបចំថ្នាំជូនអេងក់ក្បាលតិចហើយក៏បញ្ជាឲ្យអ្នកផ្សេងទៀតទៅសម្រាកចុះព្រោះនេះក៏យប់ណាស់ទៅហើយទាំងអស់គ្នាទៅសម្រាកចុះសម្ដីរបស់អេបានធ្វើឲ្យអ្នកគ្រប់គ្នាដើរចេញទៅវិញទាំងម្នាក់មានចិត្តអាណិតនាងតូចមិនស្ទើរតែភ្លាមនោះសម្លេងរបស់ម្ចាស់កោសម្ព័ន្ធក៏បានលាន់ឡើងមកម្ដងទៀតមូរ៉ាឯងនៅទីនេះសិនហើយសម្ដីនេះបានធ្វើឲ្យជំហានរបស់នាងតូចមូរ៉ាឈប់ងក់ចាស់សលោកម្ចាស់យកខោអាវឯងមកផ្លាស់ឲ្យនាងផងយប់នេះឯងដេកចិត្តនាងទៅមានការអីប្រាប់យើងចាស់លោកម្ចាស់គ្រាន់តែនិយាយចប់អេលក៏បានបោះជំហានទៅក្រៅជាមួយអ្នករាល់គ្នាដោយទុកការងារបន្ទាប់ទៅឲ្យមូរ៉ាជាអ្នកចាត់ចែងនៅក្រៅបន្ទប់អ្នករាល់គ្នាទៅសម្រាប់អស់ហើយនៅសល់តែចៅវាយនាយនិងកូនចៅប៉ុណ្ណោះលោកម្ចាស់ទៅផ្លាស់សម្លៀកបំពាក់សិនទៅទៀនអេលអន់មើលខ្លួនឯងមែនហើយគេទើបតែចាប់អារម្មណ៍ថាខ្លួនឯងជោគជុំទៅដោយទឹកភ្នៀងរាងកាយក្រាស់ខ្មឹកដើរចេញទៅហើយក៏ត្រូវបកវិញមែនហើយឯងទៅស៊ើបពីស្រីម្នាក់នោះឲ្យយើងត្រូវតែបានឲ្យអស់នៅពមៀនរបស់នាងជាអ្នកណាមកពីណាដាច់ខាតត្រូវតែមិនចន្លោះខៃដែលលើបញ្ជានេះហើយលេបទឹកមាត់ក្អឹកទាំងពិបាកទៅរកពីណាមកលោកតែទោះជាក្នុងចិត្តលួចត្វាយ៉ាងណាក៏នៅតែប្រឹងឆ្លើយទទួលដឹងលឺដែរបាទលោកម្ចាស់